ជាតិនិយមរុស្ស៊ីជំរុញឲ្យទីក្រុងម៉ូស្កូប្រយុទ្ធនៅអ៊ុយក្រែនធានាធិបតីរុស្ស៊ីលោកវ៉ាឌីមៀពូទីនកំពុងស្វែងរកដំណោះស្រាយសន្តិភាពដ៏មានសក្តានុពលមួយដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនប៉ុន្តែអ្នកជាតិនិយមបានបើកយុទ្ធនាការឲ្យពូទីនបន្តវាយប្រហារនៅអ៊ុយក្រែននេះបើយោងតាមការផ្សាយចេញពីអង្គភាព Reuters នៅថ្ងៃទី15ខែឧសភានេះសកម្មជនគាំទ្រទីក្រុងម៉ូស្កូនៅក្នុងផ្នែកមួយនៃតំបន់ Donetsk ទីខាងកើតរបស់អ៊ុយក្រែនដែលគ្រប់គ្រងដោយទីក្រុងម៉ូស្កូបានខឹងសម្បាប្រឆាំងនឹងការរំពឹងទុកនៃចំនួនជាប់គាំងតាមបន្ទាប់បច្ចុប្បន្នតាមរយៈការជជែកគ្នាដើម្បីឲ្យសង្គ្រាមនៅតែបន្តខណៈដែលប្រធានាធិបតីអាមេរិក Donald Trump និងមេដឹកនាំអឺរ៉ុបខាងលិចមួយចំនួនជំរុញឲ្យមានកិច្ចព្រមព្រៀងមួយខណៈអ្នកស្នេហាជាតិមិនអាចទទួលបានដោយសារការញុះញង់ពីសាធារណជននិងបង្កើតការរំពឹងទុកនៃយុទ្ធនាការសមរភូមិដែលមានមហិច្ឆតាជាងនេះអ្នកស្នេហាជាតិមួយចំនួនដូចជាអ្នកសរសេរថ្លុកសង្គ្រាមឬអ្នកបង្កើតព័ត៌មានសង្គ្រាមមានអ្នកតាមដានកន្លះលានអ្នកឬច្រើនជាងនេះលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Telegram ហើយត្រូវបានអានយ៉ាងទូលំទូលាយទៅក្នុងប្រទេសរុស្ស៊ីរួមទាំងក្នុងចំណោមអន្តរជនបរទេសនិងនៅអ៊ុយក្រែន